ជាបឋមខ្ញុំបកករណាសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរដ្ឋខ្ញុំបកករណាសូមគោរពថ្វាយបង្គំចំពោះព្រះគុណម្ចាស់ព្រះនាមជ័យរក្កិតោបណ្ឌិតចិនសារោដែលមានប្រវត្តិមាននៅក្នុងអង្គពិធីនេះដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សូមចម្រើនពរចំពោះភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ក្នុងនាមខ្ញុំបកករណាអាត្មាភាពតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមដែលជាអង្គការតស៊ូដោយសន្តិវិធីលើឆាកអន្តរជាតិដើម្បីទាមទារសិទ្ធិសម្រាប់វាសនាខ្លួនដោយខ្លួនឯងនិងចម្រើនពរក្រុមចលនាតស៊ូនិងគណៈបកនយោបាយជាច្រើននៅក្នុងនោះរួមមានលោកលួនវិបុលដែលជាប្រធានសមាគមប្រជាធិបតេយ្យខ្មែរខ្វាំងជូនិងសមាគមបេះដូងខ្មែររួមជាមួយនឹងសមាជិកសមាជិកាដោយសេចក្តីរាប់អានដោយជ្រាលជ្រៅបំផុតសូមចម្រើនពរបងប្អូនកូនក្មួយទាំងអស់នៅក្នុងប្រទេសកូរ៉េដែលមានវត្តមាននៅក្នុងអង្គពិធីដោយសេចក្តីស្រឡាញ់រាប់អានជាទីបំផុតថ្ងៃនេះជាថ្ងៃមួយប្រកបដោយស្មារតីនិយមជាតិនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលយើងទាំងអស់គ្នាបានមកជួបជុំគ្នានៅទីនេះដើម្បីរំលឹកខួប76ឆ្នាំថ្ងៃកម្ពុជាក្រមនឹមអាណានិគមយួន4មិថុនា1949 4មិថុនា2025ជាថ្ងៃដែលបារាំងបានប្រទេសទឹកដីកម្ពុជាក្រមឬដែនដីកូសាំងស៊ីនឲ្យទៅរបបយួនបន្តធ្វើអាណានិគមលើបរតខ្មែរក្រមដែលជាម្ចាស់ស្រុកចិនជាដើមនៅដែនដីកម្ពុជាក្រមជាបឋមនេះខ្ញុំបកករណាអាត្មាភាពមានបៃតេសមណោះរីករាយពោះស្មារតីមនសិការជាតិរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកានៃសមាគមប្រជាធិបតេយ្យខ្មែរខ្វាំងជូនិងបងប្អូនកូនក្មួយទាំងអស់នៅក្នុងប្រទេសកូរ៉េនេះដែលមានវត្តមានចេះរួបរួមគំនិតជាឯកច្ឆន្ទប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំឆ្លៀតនៅក្នុងឱកាសនេះផងដែរខ្ញុំបកករណាអាត្មាភាពសូមលើកទឹកចិត្តឲ្យសមាគមប្រជាធិបតេយ្យខ្មែរខ្វាំងជូនិងបងប្អូនចិនរួមជាតិទាំងអស់នៅទីនេះសូមបន្តប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំនាពេលខាងមុខទៀតដើម្បីធ្វើឲ្យបរតខ្មែរទូទៅនិងបរទេសបានដឹងថាកម្ពុជាក្រោមធ្លាប់ជាទឹកដីមួយផ្នែករបស់ប្រទេសកម្ពុជាតែត្រូវរបបយួនចូលឈ្លានពាននិងដណ្ដើមកាន់កាប់រហូតមកទល់សពថ្ងៃនេះខួប76ឆ្នាំកម្ពុជាក្រោមនៅក្រោមនឹមអាណានិគមយួនដូចគ្នានេះដែរសហព័ន្ធខ្មែរកម្ពុជាក្រោមនៅតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោកក៏មានរបៀបប្រពដូចនៅក្នុងប្រទេសកូរ៉េនេះផងដែរនៅក្នុងពិធីនោះតំណាងសាខានីមួយតែងតែអាននៅសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីផ្ដល់ព័ត៌មានសកម្មភាពតស៊ូមតិលើឆាកអន្តរជាតិរបស់ខ្លួនដល់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងអ្នកគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមនៅតាមបណ្ដាមូលដ្ឋានឲ្យបានជ្រាបនៅក្នុងឱកាសនេះដែរខ្ញុំបកករណាអាត្មាភាពសូមឱកាសដើម្បីបានអាននៅសេចក្តីថ្លែងការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមចែកជូនដល់បងប្អូនទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធីនេះឲ្យបានជ្រាបដូចតទៅសហព័ន្ធខ្មែរកម្ពុជាក្រោមសេចក្តីថ្លែងការណ៍នៅក្នុងពិធីខួប76ឆ្នាំដែនដីកម្ពុជាក្រោមនៅក្រោមនឹមអាណានិគមយួន4មិថុនា1949 4មិថុនា2025 76ឆ្នាំក្រមនឹមអាណានិគមយួនថ្ងៃនេះសហព័ន្ធខ្មែរកម្ពុជាក្រោម KKF និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមព្រមទាំងអ្នកគាំទ្រនៅជុំវិញពិភពលោក
បានមួយប្រទេសគ្នាប្រពពិធីខួប76ឆ្នាំកម្ពុជាក្រមនៅក្រមនៅអាណានិគមយួនដើម្បីរំលឹកនៅការជឿចាប់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរគឺការប្រទេសទឹកដីកម្ពុជាក្រមដោយអយុត្តិធម៌ឲ្យតអាជ្ញាធរអាណានិគមបារាំងដោយអាជ្ញាធរអាណានិគមបារាំងតរដ្ឋាភិបាលរបស់ស្ដេចបាវដៃនៃប្រទេសវៀតណាមនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949ដោយគ្មានការដឹងឮឬការយល់ព្រមណាមួយពីប្រជាពលរដ្ឋខ្មែរឡើយព្រឹត្តិការណ៍នេះជាការកាត់សម្គាល់នៅការចាប់ផ្ដើមនៃដំណើរជីវិតដ៏វែងឆ្ងាយនិងដ៏ឈឺចាប់ជាមួយនឹងដ៏ឈឺចាប់មួយដែលបានកើតឡើងលើពលរដ្ឋខ្មែរក្រមជាជនជាតិដើមនៃដែនដីកម្ពុជាក្រមឬកូសាំងស៊ីនត្រូវបង្ខំឲ្យបន្តការរស់នៅក្រមទម្រង់នៃនិមអាណានិគមថ្មី76ឆ្នាំនៅក្រមនិមអាណានិគមយួនពលរដ្ឋខ្មែរក្រមត្រូវបាត់បង់នៅពលរដ្ឋខ្មែរក្រមត្រូវបាត់បង់នៅអធិបតេយ្យភាពត្រូវលុបបំនៅអត្តសញ្ញាណជាតិត្រូវគៀបសង្កត់បំបត្តិសិទ្ធិសេរីភាពមិនអោយបញ្ចេញសម្លេងត្រូវធ្វើទុកបុកម្នេញរំលោភបំពានសេរីភាពសាសនាទន្ទ្រានឬអូសយកដីធ្លីប្រឈមនឹងការរើសអើងពូជសាសន៍បំបត្តិពូជសាសន៍ជាប្រព័ន្ធដោយអាជ្ញាធរវៀតណាមពីរបបអាណានិគមឥតឈប់ឈរឡើយទោះបីប្រឈមនឹងអយុត្តិធម៌រាប់ទសវត្សរ៍មកហើយនោះក៏ដោយក៏ខ្មែរក្រមនៅតែរឹងមាំគង់វង្សដដែលនៅលើទឹកដីកំណើតរបស់ខ្លួនខ្មែរក្រមនៅតែចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងទឹកដីដូនតារបស់ខ្លួនគឺដែនដីកម្ពុជាក្រមដែលជាតំបន់សម្បូរទៅដោយភោគផលធម្មជាតិគ្របដណ្ដប់លើខេត្តចំនួន21និងកោះ2និងកំពង់ផែ1ដែលត្រូវឆ្លងកាត់ការបដូរឈ្មោះជាច្រើនលើកច្រើនសារដោយអាជ្ញាធរអាណានិគមបារាំងនិងបន្តទៀតរបបអាណានិគមយួនការរក្សាវប្បធម៌និងភាសាអក្សរសាស្ត្រសរសេរអក្សរខ្មែរនិងប្រវត្តិនិងប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនាគណៈថេរវាទរបស់ខ្មែរនៅតែបន្តអភិរក្សនិងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនបើទោះបីជារដ្ឋាភិបាលយួនខំប្រឹងព្យាយាមរំលាយលុបបំបាត់ជិះជាន់ឬរំលោភនៅសិទ្ធិជាមូលដ្ឋានយ៉ាងណាក៏ដោយនៅពេលដែលយើងទាំងអស់គ្នាប្រារព្ធពិធីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះហើយប្រកបដោយភាពអយុត្តិធម៌នាពេលនេះយើងក៏ចង់បញ្ចេញនៅសំឡេងរបស់យើងដើម្បីស្រែកទាមទារឲ្យបញ្ចប់ការបន្តការគៀបសង្កត់និងជិះជាន់លើបរដ្ឋខ្មែរក្រមដោយរបបអាណានិគមយួនសពថ្ងៃផងដែរយើងសូមស្រែកអំពាវនាវជាសាធារណៈឲ្យមានការដោះលែងប្រសង់និងបរដ្ឋខ្មែរក្រមជាអ្នកការពារសិទ្ធិជនជាតិដើមនៅដែនដីកម្ពុជាក្រមចំនួន15អង្គនឹងរូបដែលកំពុងតែត្រូវបានរបបអាណានិគមយួនចាប់យកទៅឃុំឃាំងនៅក្នុងពន្ធនាគារដោយកាត់ទោសពី2ឆ្នាំទៅ6ឆ្នាំដោយគ្មានការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់ដោយគ្រាន់តែការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់ខ្លួនជាជនជាតិដើមតែប៉ុណ្ណោះក្នុងនោះមានសិទ្ធិនិយាយសិទ្ធិប្រតិបត្តិចំពោះព្រះពុទ្ធសាសនាគណៈថេរវាទសិទ្ធិបញ្ចេញមតិសិទ្ធិរក្សានៅអត្តសញ្ញាណវប្បធម៌របស់ខ្លួនជាដើមសហព័ន្ធខ្មែរកម្ពុជាក្រមសូមប្រកាសជាអឡារឹកថាជំនឿសាសនាក្តីការបង្ហាញនៅអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមក្តីនិងការស្វែងរកយុត្តិធម៌សម្រាប់បុគ្គលនីមួយៗដែលត្រូវគេរំលោភសិទ្ធិក្តីវាមិនមែនជាបទឧក្រិដ្ឋឡើយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះសហព័ន្ធខ្មែរកម្ពុជាក្រមសូមអំពាវនាវដល់សហគមន៍អន្តរជាតិជាពិសេសប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិជំរុញឲ្យរដ្ឋាភិបាលវៀតណាម
ត្រូវតែដោះលែងការពារសិទ្ធិជនជាតិដើមខ្មែរក្រមទាំងអស់ជាបន្ទាន់អ្នកគ្រាយការពិសេសរបស់អង្គការសហប្រជាជាតិជួយធ្វើការស៊ើបអង្កេតនិងរាយការណ៍អំពីការរំលោភជាប្រព័ន្ធលើសេរីភាពសាសនានិងសិទ្ធិជាជនជាតិដើមខ្មែរក្រមនៅដែនដីកម្ពុជាក្រោមរដ្ឋាភិបាលវៀតណាមជាសមាជិកក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សអន្តរជាតិត្រូវតែទទួលស្គាល់ខ្មែរក្រមជាម្ចាស់ស្រុកជនជាតិដើមនៅដែនដីកម្ពុជាក្រោមនិងត្រូវបំពេញការតបកិច្ចរបស់ខ្លួនក្នុងនាមជាហត្ថលេខីនៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើម UNTRIP និងសិទ្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនបានផ្ដល់សច្ចាប័នជាមួយនឹងអង្គការសហប្រជាជាតិសូមឲ្យពិធីនេះមិនត្រឹមតែជាការរំលឹកឡើងវិញនៅការឈឺចាប់ប៉ុណ្ណោះទេតែជាការបញ្ចេញនៅសកម្មភាពជាក់ស្ដែងដើម្បីនាំមកនៅសិទ្ធិអំណាចរបស់ខ្លួនជាម្ចាស់ទឹកដីនៃដែនដីកម្ពុជាក្រោមរបស់យើងរយៈពេល76ឆ្នាំកន្លងមកនេះបរតខ្មែរក្រមបានឆ្លងកាត់ភាពអយុត្តិធម៌និងទទួលនៅមេរៀនឈឺចាប់ខ្លោចផ្សារាប់មិនអស់ដោយសារការជិះជាន់ពីរបបអាណានិគមយួនមេរៀនឈឺចាប់បានធ្វើឲ្យខ្មែរក្រមកាន់តែរឹងប៉ឹងរឹងមាំអង្គអាចក្លាហានហើយនាំគ្នាក្រោកឡើងដើរទៅមុខជានិច្ចដើម្បីស្វែងរកភាពរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរសេរីភាពសមភាពយុត្តិធម៌និងសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចជាតិសាសន៍នានានៅលើពិភពលោកនោះផងដែរសហព័ន្ធខ្មែរកម្ពុជាក្រមសូមប្រកាសនិងសូមឲ្យបរតខ្មែរក្រមគ្រប់រូបនៅដែនដីកម្ពុជាក្រមត្រូវដឹងខ្លួនឯងឲ្យច្បាស់ថាយើងជាជនជាតិដើមនៃទឹកដីកម្ពុជាក្រមដោយស្វ័យប្រវត្តិបន្ទាប់បីរបបអាណានិគមយួនកុហកថាយើងជាជនជាតិពាក្យតិចយ៉ាងណាក៏ដោយចូលយើងរួបរวมកម្លាំងសាមគ្គីគ្នាអនុវត្តនៅសិទ្ធិរបស់ខ្លួនដើម្បីលុបបំបាត់អាណានិគមយួននិងកសាងអនាគតថ្មីមួយប្រកបដោយសេរីភាពយុត្តិធម៌និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងសម្រាប់មនុស្សគ្រប់ជំនាន់លើទឹកដីដូនតារបស់យើងជាអវសាននេះខ្ញុំបកករណាអាត្មាភាពសូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសមាគមប្រជាធិបតេយ្យខ្មែរខ្វាងយូព្រមទាំងបងប្អូនជនរួមជាតិទាំងអស់នៅក្នុងប្រទេសកូរ៉េនេះដែលបានអញ្ជើញនិងនិមន្តខ្ញុំបកករណាអាត្មាភាពតំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រមចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងអង្គពិធីនាថ្ងៃនេះនឹងមានឱកាសបានថ្លែងការដើម្បីផ្ដល់នូវព័ត៌មានផ្សេងតាក់ទងនឹងសកម្មភាពតស៊ូមតិលើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រមដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនៃបរតខ្មែរក្រមនៅដែនដីកម្ពុជាក្រមដែលកំពុងតែរស់នៅក្រោមនឹមអាណានិគមយួនសពថ្ងៃចុងក្រោយនេះខ្ញុំបកករណាអាត្មាភាពក៏សូមប្រគេននិងជូនពរដល់អ្នកចូលរួមទាំងអស់បានប្រកបតែសេចក្តីសុខសេចក្តីចម្រើននិងបានសម្រេចនៅវត្ថុបំណងនៃសេចក្តីប្រាថ្នារៀងខ្លួនកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រគុណនិងសូមអរគុណ